សូមពុកម៉ែបងប្អូនជួយគាំទ្រវីដេអូបរនេះផងនេះជាសកម្មភាពរបស់កសិករខ្មែរគាត់ភ្ជួរស្រែដោយប្រើគោសម័យឥឡូវគឺលែងមានហើយពុកម៉ែបងប្អូនអ្នកប្រើគោប្រើរទេះប្រើរនាស់ប្រើនឹងគល់លែងមានហើយនេះជាវីដេអូដែលខ្ញុំថតតាំងពីខែវស្សាឆ្នាំមិញតែខ្ញុំចេះតែរក្សាទុកដើម្បីអុកចែកជូនដល់ពុកម៉ែបងប្អូនបានទស្សនាឥឡូវជិតដល់ខែជួតែបងប្អូនសង្ឃឹមថាពុកម៉ែបងប្អូនជួយគាំទ្រវីដេអូកោបជួដីឲ្យបានច្រើនដើម្បីជាកម្លាំងចិត្តមួយដល់ admin ដើម្បីបន្តស្វែងរកអ្នកជួកោថតដើម្បីឲ្យពុកម៉ែបងប្អូនបានទស្សនាបន្តទៀតហើយនេះខ្ញុំថតនៅខេត្តកំពង់ស្ពឺពុកម៉ែបងប្អូនហើយការថតនេះគឺខ្ញុំមិនបានជាប្រយោជន៍អីទេពីការថតនឹងរងថ្ងៃគ្រាន់តែថាចង់ចែកម្លែកនៅវីដេអូដល់កម្រមួយនេះជូនដល់ពុកម៉ែបងប្អូនដើម្បីរំលឹកនៅអនុស្សាវរីយ៍កាលពី10ឆ្នាំ20ឆ្នាំមុនបងប្អូនសង្ឃឹមថាពុកម៉ែបងប្អូនឃើញវីដេអូនេះហើយសម័យនឹកអតីតកាលកំសត់កំរពីមុនហើយរងថ្ងៃខ្ញុំដើរថតនេះគឺផ្សងប្រេងទេពុកម៉ែបងប្អូនបើសិនជាទៅមុខទៀតអាចរកចំណូលបានក៏អរដែរបងប្អូនតែរងថ្ងៃអត់បានទេក៏នៅចង់ចែកម្លែកនៅវីដេអូកម្រនេះដល់បងប្អូនបានទស្សនាទេហើយសង្ឃឹមថាពុកម៉ែបងប្អូនជួយគាំទ្រឲ្យបានច្រើនជួយ follow page ជួយ share ឲ្យបានច្រើនដើម្បីលើកទឹកចិត្តដល់ខ្ញុំដើម្បីជាកម្លាំងចិត្តមួយក្នុងការដើរថតអញ្ចឹងណាហើយរងថ្ងៃទាំងឈឺទាំងជាគឺខ្ញុំដើរថតកម្របានពេលសម្រាប់ណាបងប្អូនព្រឹកព្រលឹមទៅបាត់ហើយយើងថតកោភ្ជួរដីនេះគឺត្រូវងើបពីយប់បើយើងងើបម៉ោង7ម៉ោង8ថតអត់ទាន់គេទេហើយអធិស្ឋានបងប្អូនរៀងពងកោមិនសូវល្អហើយដាស់សាយផងអីផងអញ្ចឹងណាអត់ជាមុនមកយូរហើយអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនជួយ share ម្នាក់មួយដើម្បីចិត្តអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាវីដេអូកម្រនេះហើយស្អាតបងប្អូនមិននឹមនេះ